bạn sẽ lấy nàyទាំងនេះចំពោះវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការសិក្សាទៅលើ relay ក៏ដូចជា timer បាទដោយសារតែវីដេអូមុនខ្ញុំអត់បានបង្ហាញពាក់ព័ន្ធជាមួយនៅក្នុងការប្រើប្រាស់ relay ក៏ដូចជាការប្រើប្រាស់ទៅលើ timer ទេអញ្ចឹងចំពោះវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពាក់ព័ន្ធជាមួយនៅក្នុងរបៀបនៃការប្រើប្រាស់ទៅលើrelay ក៏ដូចជា timer អញ្ចឹងពាក់ព័ន្ធជាមួយនេះអ្នកទាំងអស់គ្នាអញ្ចឹង relay ជំនួយអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងrelay គឺបើយើងនិយាយជាក់ស្ដែងrelay គឺគេប្រើប្រាស់សម្រាប់នៅក្នុងករណីយើងប្រើជា Zigbee បជាអញ្ចឹង relay ក៏វាអាចប្រើប្រាស់ទៅលើការបជាទៅលើជាប្រភេទគឺទទួលដែលអានុភាពធំការដែរដោយសារតែវាយើងប្រើវានៅក្នុងលក្ខខណ្ឌជា Zigbee control ទេអញ្ចឹង relay វាមានជាប្រភេទជើង8ក៏ដូចជាជើង14អាស្រ័យទៅលើ brand ដែលអ្នកទាំងអស់គ្នាជ្រើសរើសខ្ញុំប្រើប្រាស់ទេនៅក្នុងករណីនេះគឺខ្ញុំយកជាប្រភេទ 4P មកបង្ហាញនេះអ្នកទាំងអស់គ្នាគឺជាជើងរបស់វាអញ្ចឹងជើងរបស់វានេះគឺជើង13 14នេះគឺជាប្រភេទគេហៅថាជើង coil ឬក៏ជាជើង bobin ហើយនៅក្នុងនេះវាបែងចែកចេញជា4 block មានន័យថាជើង14មានន័យថាវាបែងចែកចេញជា4ដែលនៅក្នុងប្លុកទី1គឺអីគេមាន9 5 1ដែលនៅក្នុងនេះ9 5គឺជាប្រភេទ NO រីឯ9 1គឺជាប្រភេទNC គេហៅថា9 5ជើងចំហរីឯ9 1នេះជើងជាប់ករណីដែល relay មិនទាន់ដំណើរការហើយចំពោះ9 10 11 12នេះគឺជាជើងគេថាជើងខំដែលជាជើងដែលយើងអាចនឹងពងភ្លើងចូលទៅតាមជើងលេខ9លេខ10លេខ11លេខ12អញ្ចឹងទៅអញ្ចឹងមានន័យថាវាបែងចែកប្លុកផ្សេងគ្នាទាំងអស់នៅក្នុងនេះគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់បាន4ប្លុកផ្សេងគ្នាអ្នកទាំងអស់គ្នាអាចប្រើ9 5 16ឬក៏12អាស្រ័យទៅលើយើងត្រូវការជាប្រភេទជើងជាប់ឬក៏ជើងជំហរពាក់ព័ន្ធជាមួយនៅក្នុង relay នេះ relay ក៏វាមានជាប្រភេទ DC ក៏ជាប្រភេទ AC ដែរនៅក្នុងនេះជាបើសិននៅក្នុងករណីជាប្រភេទ DC តាមប្រភេទ relay នេះគឺ13នេះគឺ pole dot រីឯ14គឺ pole ព្រោះ DC ប្រកាន់ណាអ្នកនរគ្នាបើសិនជាយើងភ្ជាប់ទៅខុសគឺឆាយណាតែបើសិនជាប្រភេទ AC អត់ប្រកាន់ទេអ្នកនរគ្នាចង់ភ្ជាប់មួយណា pha មួយណា net ក៏បានដែរបាទពាក់ព័ន្ធជាមួយនៅក្នុងខ្ញុំបង្ហាញនេះគឺជាប្រភេទ relay ជើង14ដែលយើងប្រើប្រាស់នេះអញ្ចឹងករណីមួយទៀតជាធម្មតាគ្រឿងទៅលើអគ្គិសនីអ្នកទាំងអស់គ្នានឹងស្រាប់ហើយយើងទិញមកគឺយើងមុននឹងធ្វើការតម្លើងវាយើងត្រូវឆែកពាក់ព័ន្ធជាមួយនៅក្នុងកាតាឡុកក៏ដូចយើងយកអូម៉ែតរបស់យើងយកទៅ make sure ម្ដងទៀតសិនជៀសវាងមានបញ្ហានៅពេលដែលតម្លើងទៅខុសតម្លើងទៅមានខុសទៅលើ Zigbee ណាមួយវាអាចនឹងធ្វើឲ្យមានបញ្ហាទៅលើគ្រឿងរបស់យើងអញ្ចឹងជាធម្មតាមុននឹងយើងធ្វើការ install វាគឺយើងត្រូវ check វាឡើងវិញណាជៀសវាងមានបញ្ហាពាក់ព័ន្ធជាមួយនៅក្នុង relay នេះអញ្ចឹងករណីបើសិនជាប្រភេទAC 1314មួយណា pha មួយណា net ក៏បានដាក់ភ្លើងចូលទៅវានឹងធ្វើការមានន័យថាវានឹងដំណើរការឧទាហរណ៍ថានៅក្នុងលក្ខខណ្ឌនេះគេ95នេះចំហ91នេះជាប់ដែលវាមិនទាន់ដំណើរការករណីដែលភ្លើងចូលហើយវាដំណើរការវានឹងបដូរពីអីគេជាប់នេះ9ជាប់1នេះវានឹងមូមកជាប់ជាមួយនៅក្នុង95វិញមានន័យថាវានឹងដើរម្ដងទាំង4ហ្នឹងហ្មងមានន័យថា9 5នេះនឹងទៅជាជាប់16នឹងទៅជាជាប់11 7នឹងទៅជាជាប់12 8នេះនឹងទៅជាជាប់ករណីនៅពេលដែល relay នឹងដំណើរការករណីដែលវាឈប់វិញវានឹងមូជើងនេះ9 5តែជាប់នេះយើងវាមកជាប់ជាមួយនឹង9 1វិញវារត់រធាតុដើម12 11 3 11 4នឹងរត់រមកធាតុដើមវិញវានឹងមកคล้ายទៅជា NC ដូចដើមវិញករណីដែលវាដំណើរការវានឹងផ្លាស់ដូរនេះជើងនេះមកជាប់នឹង9 5 16 11 7អញ្ចឹងទៅអញ្ចឹង relay គឺនៅពេលដែលភ្លើងចូលភ្លាមវានឹងដំណើរការផ្លាស់ប្ដូរជើងភ្លាមពាក់ព័ន្ធជាមួយនៅក្នុង timer វាអីគេ timer វាខុសពី relay ត្រង់ថាអីគេខុសត្រង់ថា relay ជាប់ភ្លាមនៅពេលដែលដំណើរការវាបដូរជើងភ្លាមតែ timer អត់ទេ timer គឺអាស្រ័យទៅលើយើង set វាសិនឥឡូវតែយើងចង់បាន10វិនៅពេលដែលយើងដាក់ភ្លើងចូល timer ដំណើរការក៏ប៉ុន្តែវាអត់ទាន់ដូរជើងនេះទេតតែអីដល់នាទីដែលយើងបានកំណត់វានឹងធ្វើការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹង timer នេះគឺជាប្រភេទ 4P ដូចគ្នាសក់គិតតែមួយអ្នកនរគ្នាជើងវាតែមួយឯងខុសតែដុំផ្នែកខាងលើនេះអានេះ relay រីអានេះដុំ timer 4P
có vì ở sẽ điên này đại này vì ở được chỉ pi để trường bày chân tham mới có vì miền chọnประเภทđại chân trong haiนี้คือchỉประเภทbuôn bày đôi ở relay đại mình này chơi với tầm mùi sau khi chơi bảo vệ này tầm mùi thì khó tác động này càng lớn như thế còn tha để lấy bị châu chơi mình này đặt lưng châu liếm bị phạt đầu liếm tham mới ở tỷ đầm nai cái còn một tay về toàn đồ chơi thì toàn này ti để dừng ban cóm cầm nọt viên đừng bắt đôi kì mà chọn buồn prem tập của mùi đập mùi bao đập pin bày như thế mình này thà viên đừng bắt đôi thèm buồn đừng hay viên còn miền chiềuประเภท DC ก็ដូចជាប្រភេទ acidic គ្នាគាត់ថា DC ដូចខ្ញុំបាននិយាយយ៉ាងវាប្រកាន់ចឹងជាប្រភេទ DC គឺ13ដក14បូកចឹងយើងនឹងតម្លើងតាមហ្នឹងទៅចឹងពាក់ព័ន្ធនេះគឺជាជើងរបស់ timer ចឹងបើសិនជាអ្នកនរគ្នាចង់ចេះទៅលើជា sequence control ឬក៏ប្រព័ន្ធជាច្បាស់តើអ្នកនរគ្នាយល់ទាំង timer ក៏ដូចជា relay ដែលយើងប្រើប្រាស់ហើយក៏វាមានជាឧបករណ៍គ្រឿងច្រើនជាងនឹងទៀតដែរគ្រាន់តែនេះខ្ញុំបង្ហាញតែពីនេះសិនទេបាទចឹងវាមានជាប្រភេទ relay ហើយនិង timer បើសិនជាមានចម្ងល់ត្រង់ចំណុចណាចាំខ្ញុំធ្វើការតម្លាក់ទៅលើ sequence relay ហើយនឹង timer ជូននៅក្នុងក្រុមបាទអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាប៉ុណ្្នឹងទេចំពោះវីដេអូក្រោយចាំខ្ញុំបង្ហាញ detail កាន់តែច្បាស់នៅក្នុងការយក relay នេះគឺនៅក្នុង sequence បន្តទៀតដើម្បីបញ្ជាក់ថា95ពេលដំណើរការវាជាប់មែនឬក៏អញ្ចឹងទៅអូខេអ្នកទាំងអស់គ្នាចំពោះវីដេអូនេះបង្ហាញតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ